ពុកណាគ្នាដែលចាប់អារម្មណ៍ថាហេតុអីបានជាប្រជាជននៅស្រុកខ្មែរនៅប្រទេសកម្ពុជារបស់យើងចូលចិត្តប្រើ Messenger ប្រើ Telegram និង Facebook អត់ដោយសារអីយើងត្រូវការទំនាក់ទំនងជាមួយអ្នកដទៃតាមរយៈរូបភាពការផ្ញើវីដេអូឬក៏ធ្វើវីដេអូដើម្បីផុសឬសួរសុខទុក្ខគ្នាអញ្ចឹងទៅអញ្ចឹងហេតុអីយើងធ្វើអញ្ចឹងគឺដោយសារតែយើងត្រូវការទំនាក់ទំនងអញ្ចឹងដូច្នេះតើហេតុអីបានជាយើងទាំងអស់គ្នាតាក់ទងជាមួយយើងជាមួយនឹងព្រះតើទំនាក់ទំនងរបស់យើងបែបណាតែយើងតាក់ទងដូចជាយើងកំពុងតែតាក់ទងជាមួយភ័ក្រឆាតរហូតគេថាពេលយើងចង់កាយយើងឆាតទៅកាយយើងឆាតទៅកាយយើងឆាតដូចយើងធ្វើដូចមិត្តភ័ក្តិអត់អញ្ចឹងខ្ញុំបាទទាំងពីរអ្នកសូមគោរពជម្រាបសួរដល់លោកគ្រូអ្នកគ្រូពុកម៉ែបងប្អូនហើយនិងក្រុមជំនុំរបស់ព្រះនៅថ្ងៃនេះខ្ញុំបាទពើផ្សាយហើយខ្ញុំបាទ Channel ម្ដងហើយថ្ងៃនេះផងដែរពួកយើងទាំងពីរអ្នកនឹងទៅបន្តសិក្សានៅមេរៀនរបស់យើងគឺនៅក្នុងមេរៀនទី7ដែលមានចំណងជើងថារបៀបនៃការអធិដ្ឋានអញ្ចឹងមុននឹងយើងពិភាក្សាហើយនឹងសិក្សាឲ្យស៊ីជម្រៅតើតើនៅមេរៀននេះសូមស្រុំចិត្តដើម្បីអធិដ្ឋានជាមួយនឹងពួកយើងទាំងអស់គ្នាផងដែរបាទសូមរួមចិត្តអធិដ្ឋានអបរិវោវិដាដែលគង់នៅនគរឋានសួគ៌គុណអរគុណទ្រង់ជាខ្លាំងដែលទ្រង់បានផ្ដល់ពេលវេលាដើម្បីឲ្យកូនទាំងពីរមកពិភាក្សាព្រះបន្ទូលរបស់ព្រះអង្គបិតាថ្ងៃនេះសូមទ្រង់បង្រៀននៅកូនទាំងអស់គ្នារបៀបនៃការអធិដ្ឋានឲ្យបានកាន់តែជ្រាលជ្រៅបិតាកូនសូមគ្រប់ការទាំងអស់នេះក្នុងនាមព្រះយេស៊ូវគ្រីស្ទអាមែនបាទខចងចាំរបស់យើងគឺយើងឃើញនៅក្នុងព្រះគម្ពីរទំនុកទង្កើងចំពុក62ខ8ជនទាំងឡាយអើយចូលទុកចិត្តនឹងទ្រង់ជានិច្ចចូលអ្នករាល់គ្នាប្លង់ចិត្តនៅចំពោះទ្រង់ព្រះទ្រង់ជាទីពឹងជ្រកសម្រាប់យើងខ្ញុំសាកស្វែងមើលបើសិនជាអ្នកកំពុងតែជិះម៉ូតូនៅតាមផ្លូវនៅរដូវវស្សាអញ្ចឹងពេលដែលជិះស្រាប់តែមុនដំបូងថ្ងៃមានពលឺថ្ងៃមានអីសុកស្រាប់តែ1នាទីក្រោយមកស្រាប់តែមានមេឃខ្មៅមកបាំងហើយក៏ចាប់តែភ្លៀងខ្លាំងយកខ្លាំងលោធ្វើឲ្យយើងសើមហើយជោគខ្លាំងមែនទែនហើយរត់ដល់ថ្នាក់រកកន្លែងជ្រកក៏ជ្រកមិនបានធ្វើឲ្យយើងល្ងាសកិច្ចស្កៃអញ្ចឹងតែអញ្ចឹងពេលដែលយើងពេលអញ្ចឹងគឺធ្វើយើងខ្ញុំអស់សង្ឃឹមណាហេតុអីក្តៅសុកហេតុអីក៏ស្រាប់តែភ្លៀងមកឯងយើងដល់យើងបានត្រៀមអានេះអញ្ចឹងទៅអញ្ចឹងនេះគឺជារឿងមួយដែលតទៅនឹងរឿងលោកអេលីយ៉ាដែលយើងឃើញថានៅពេលដែលលោកអេលីយ៉ាគាត់បានធ្វើការអស្ចារ្យធ្វើទីបន្ទាល់ធ្វើការប្រឆាំងជាមួយនឹងក្រុមព្រះបាលហ្នឹងគឺគាត់បានធ្វើការងារយ៉ាងល្អឥតខ្ចោះហើយធ្វើការងារសម្រាប់ព្រះធ្វើនៅទីនោះអញ្ចឹងយើងឃើញថាបន្ទាប់ពីគាត់ធ្វើការអស្ចារ្យហ្នឹងហើយអញ្ចឹងគាត់ក៏បានយកឈ្នះហើយបន្ទាប់ក្រោយមកទៀតគឺយេសាប៊ែលក៏ចាប់ផ្ដើមមានគម្រោងចង់រស់សម្លាប់ហូរ៉ាអេលីយ៉ាហ្នឹងទៅហើយនៅពេលអញ្ចឹងហើយក៏អេលីយ៉ាក៏ចាប់ផ្ដើមរត់គេចខ្លួនទៅនៅតាមរូងភ្នំអញ្ចឹងទៅដើម្បីគេចខ្លួនហើយពេលហ្នឹងគាត់មានអារម្មណ៍ថាគាត់បាក់ទឹកចិត្តគាត់អន់ចិត្តខ្លាំងមែនទែនអញ្ចឹងយើងឃើញនៅក្នុងនេះទោះបីជាលោកអេលីយ៉ាគាត់គឺជាសម្ដេចសង្ឃទោះបីជាគាត់ជាហោរាទោះបីគាត់ជាអ្នកដែលធ្វើការងារនៅជាមួយព្រះខ្ពង់ខ្ពស់យ៉ាងណាក៏ដោយគាត់តែងតែជួបនៅភាពអស់សង្ឃឹមហើយនឹងបាក់ទឹកចិត្តនឹងផងដែរតើអ្នកធ្លាប់សង្កេតថានៅពេលដែលអ្នកមានអារម្មណ៍ថាអ្នកជោគជ័យបំផុតគឺពេលនោះហើយដែលអរិយមកបំផ្លាញនៅភាពជោគជ័យដែលអ្នកមានហើយធ្វើឲ្យអ្នកបាក់ទឹកចិត្តវិញយើងឃើញលោកអេលីយ៉ាគាត់មានបញ្ហាដូចគ្នាហើយនៅពេលដែលគាត់រត់គឺគាត់រត់គេចអំពីរបស់មួយដែលគាត់ខ្លាចដល់អាយុជីវិតរបស់គាត់ប៉ុន្តែយើងឃើញនៅក្នុងខ4គាត់បែរទៅជានិយាយទៅកាន់ព្រះថាព្រះអង្គអើយស្លាប់ទូបង្គំទៅទូបង្គំមិនសមនឹងរស់ទេពួកទូបង្គំដូចតែអយកោរបស់ទូបង្គំអញ្ចឹងហើយព្រះមិនបានធ្វើតាមបំណងចិត្តរបស់លោកអេលីយ៉ាឡើយយើងឃើញនៅក្នុងព្រះគម្ពីរពងសាវតារក្សត្រទី1ចំពុក19ខ5ដល់ខ8បញ្ចែងថាលោកក៏ប្រះខ្លួនដេកលក់នៅក្រោមដើមដង្កូវនោះទៅនោះមានទេវតាមកដាស់លោកប្រាប់ថាចូលក្រោកឡើងបរិភោគសិនលោកក្រឡេកមើលទៅឃើញនៅក្បាលដំណេកមាននំដុតឆ្អិននៅលើធ្យូងភ្លើងហើយមានទឹកមួយក្អមផងនោះលោកក៏បរិភោគនំនិងទឹកនោះរួចដេកទៅវិញទេវតានៃព្រះយេហូវ៉ាក៏មកដល់ម្ដងទៀតប្រាប់ថាចូលក្រោកឡើងបរិភោគទៅត្បិតផ្លូវដែលត្រូវដើរនោះហួសកម្លាំងឯងណាស់លោកក៏ក្រោកឡើងបរិភោគទៅហើយដោយសារកម្លាំងដែលបានពីអាហារនោះលោកក៏ដើរទៅអស់40យប់40ថ្ងៃបានទៅដល់ភ្នំហោរ៉ាបជាភ្នំនៃព្រះអញ្ចឹងយើងឃើញថានៅក្នុងខព្រះគម្ពីរនេះគឺយើងឃើញតទៅនឹងរឿងលោករបស់អេលីយ៉ាដែលលោកអេលីយ៉ាពេលដែលគាត់មានអារម្មណ៍ថាគាត់បាក់ទឹកចិត្តខ្លាំងរហូតដល់ថ្នាក់គាត់សុំព្រះស្លាប់ប៉ុន្តែព្រះមិនបានឲ្យគាត់ស្លាប់ព្រះក៏បំជូនទេវតាមកយកនំប៉័ងហើយទឹកហើយក៏បានប្រាប់លើកទឹកចិត្តដល់អេលីយ៉ាថាត្បិតផ្លូវដែលអ្នកត្រូវធ្វើដំណើរទៅនោះគឺអស់រយៈពេលប្រហែលថ្ងៃដែលយើងឃើញក្នុងព្រះគម្ពីរនេះគឺយើងឃើញថាលោកអេលីយ៉ាក៏បាន
បរិភោគអាហារនឹងហើយក៏សម្រាប់បន្តិចហើយក៏ចាប់ផ្ដើមធ្វើដំណើរទៅអញ្ចឹងយើងឃើញថានៅក្នុងនេះគឺតកតងទៅនឹងដូចបងនិយាយខាងលើថាទោះបីជាយើងទាំងអស់គ្នាមានកម្លាំងទោះបីយើងទាំងអស់គ្នាមានការងារខ្ពង់ខ្ពស់យ៉ាងណាក៏ដោយក៏ប៉ុន្តែយើងត្រូវចាំថានឹងមានអរិយនឹងដាក់កំណត់តូចដើម្បីយើងអាចអួតខ្លួនអាចនឹងឲ្យយើងទាំងអស់គ្នាប្រាជ័យនៅថ្ងៃណាមួយផងដែរអញ្ចឹងតកតងទៅនឹងកម្លាំងខាងផ្នែករាងកាយហើយនឹងកម្លាំងខាងផ្នែកពន្លឺវិញ្ញាណអញ្ចឹងកម្លាំងទាំងពីរនេះគឺយើងអត់អាចបកបំបែកចេញពីគ្នាបានទេព្រោះសារកម្លាំងពីរនេះគឺត្រូវតែនៅជាប់ជាមួយគ្នារហូតតកតងទៅនឹងអាហារផ្លូវចិត្តហើយនឹងអាហារខាងផ្នែករាងកាយអញ្ចឹងបើសិនជាខាងផ្នែករាងកាយរបស់យើងទន់ខ្សោយយើងអត់មានកម្លាំងទេអញ្ចឹងដល់ពេលដែលយើងអត់មានកម្លាំងចិត្តរបស់យើងអត់ចង់ធ្វើអីទេអញ្ចឹងបើសិនជាចិត្តរបស់យើងឈឺឬក៏យើងបាក់ទឹកចិត្តគឺចិត្តរបស់យើងក្នុងគំនិតរបស់យើងគឺយើងអត់ចង់ធ្វើអីទេអញ្ចឹងដល់ពេលដែលចិត្តយើងអត់ចង់ធ្វើអីដៃយើងអត់ធ្វើកើតទេអញ្ចឹងនៅកន្លែងនេះគឺព្រះទ្រង់ចង់បង្រៀនឲ្យយើងឃើញថាចេះទំនាក់ទំនងរវាងព្រះជាមួយនឹងមនុស្សទំនាក់ទំនងរវាងព្រះជាមួយនឹងយើងទាំងអស់គ្នាគឺយើងត្រូវការថែទាំទាំងពីរទាំងសុខភាពផ្លូវកាយហើយនិងសុខភាពផ្លូវចិត្តអញ្ចឹងព្រះទ្រង់បានមិនមែនគ្រាន់តែព្រះអង្គទ្រង់យកមកតែអាហារមកមុខទេថែមទាំងព្រះបញ្ជូនទេវតាមកទៀតអញ្ចឹងព្រះបានបញ្ជូនទេវតាមកនឹងគឺដើម្បីឲ្យលើកទឹកចិត្តដល់លោកអេលីយ៉ាទោះបីជាឲ្យគាត់គិតថាទោះបីជាគាត់នៅម្នាក់ឯងយ៉ាងណាក៏ដោយទោះបីគាត់នៅឆ្ងាយដាច់គេក៏ដោយគាត់ប៉ុន្តែគាត់នៅមានព្រះដើម្បីជួយផ្គត់ផ្គង់ដល់គាត់ហើយបន្ថែមទាំងបញ្ជូនទេវតាមកដើម្បីឲ្យមានការនិយាយជាមួយនឹងគ្នានឹងផងដែរនេះហើយគឺជាវិធីដែលធ្វើឲ្យលោកអេលីយ៉ានឹងគាត់មានកម្លាំងទាំងកម្លាំងចិត្តហើយនិងកម្លាំងកាយដើម្បីដើរទៅក្នុងហោរ៉េបដើម្បីទៅជួបជាមួយនឹងព្រះនៅទីនោះនឹងផងដែរដូច្នេះយើងឃើញថាព្រះទ្រង់មិនគ្រាន់តែនៅជាមួយនឹងយើងក្នុងគ្រាទុក្ខលំបាកដោយលោកអេលីយ៉ាដែលគាត់កំពុងតែរត់គេចពីសេចក្តីស្លាប់នោះទេព្រះទ្រង់ក៏គង់នៅជាមួយនឹងយើងនៅពេលដែលការអធិដ្ឋានរបស់យើងអធិដ្ឋានហើយមើលទៅដូចជាអត់មានប្រយោជន៍អត់មានការកែប្រែសូមស្រមៃមើលអំពីកសិករដែលគាត់បានព្រួសស្រូវនៅពេលដែលគាត់ព្រួសស្រូវហើយគឺស្រូវនោះមិនមែនព្រួសហើយដោះឡើងទៅម្ដងទេស្រូវគឺចំណាយពេលជាយូរដូច្នេះហើយគាត់ព្រួសហើយគាត់នៅអង្គុយចាំមើលយាមស្រូវនោះរហូតដល់ស្រូវនោះដោះឡើងតើស្រូវនោះដោះមកដោយសារគាត់អង្គុយយាមឬក៏គាត់រៀបចំយ៉ាងណាដើម្បីឲ្យដោះអត់ទេស្រូវនោះដោះមកពីព្រះការអង្គុយចាំនៅការកើតឡើងនេះគឺប្រៀបដូចជាមួយនឹងការអធិដ្ឋានរបស់យើងដែរហើយនៅក្នុងព្រះគម្ពីរមានការអធិដ្ឋានជាច្រើនដែលអធិដ្ឋានហើយមើលទៅអត់មានការកែប្រែសោះដូចយើងឃើញការអធិដ្ឋានមួយរបស់អ្នកស្រីម្នាក់ឈ្មោះនាងហាណាដែលគាត់អធិដ្ឋានសុំកូនគាត់ជាស្ត្រីអាគាត់រស់នៅក្នុងប្រទេសអ៊ីស្រាអែលប៉ុន្តែគាត់មិនមានកូនសោះដូច្នេះគាត់បានមកអធិដ្ឋាននៅមុខរោងអបោសុតហើយខំប្រឹងអធិដ្ឋានអស់ពីចិត្តអស់ពីកម្លាំងកាយរបស់គាត់រហូតដល់ថ្នាក់សម្ដេចសង្ឃបែរទៅជាគិតថាគាត់ស្រវឹងទៀតផងបន្ទាប់ពីគាត់អធិដ្ឋានរួចហើយតើកូនរបស់គាត់កើតមកតែម្ដងទេអត់ទេតើព្រះទ្រង់បានឆ្លើយតបនឹងសំណូមពររបស់គាត់ទេព្រះបានឆ្លើយតបប៉ុន្តែនៅខាងក្រៅយើងមើលទៅវាអត់មានអីកើតឡើងសោះប៉ុន្តែ9ខែក្រោយមកគាត់បានទទួលនៅកូនមួយនៅនឹងដៃមិនមែនការអធិដ្ឋានទាំងអស់សិតតែបានចម្លើយមកដូចអ្វីដែលយើងគិតទេហើយមិនមែនសិតតែការអធិដ្ឋានទាំងអស់គឺអ្វីដែលយើងចង់បានព្រះប្រទានឲ្យយើងឯងអញ្ចឹងយើងឃើញលោកអេលីយ៉ាថាអង្គអើយទូបង្គំចង់ស្លាប់ទូបង្គំអត់ចង់នៅទេប៉ុន្តែព្រះទ្រង់យកប្រទាននៅនំហើយនឹងប្រទាននៅកម្លាំងដើម្បីដើរទៅភ្នំហូរ៉ាប់ហើយដល់ពេលនាងហាណានេះទៀតនាងហាណាគាត់គឺជាស្ត្រីអាអញ្ចឹងគាត់អធិដ្ឋានមកគឺមិនមែនអធិដ្ឋានបែបលេងសើចទេគឺអធិដ្ឋានបើសិនជាយើងនិយាយគឺអស់ពីពោះអស់ពីធ្លាប់អស់ពីប្រមាត់ដើម្បីទូលអង្វរព្រះសូមអង្វរព្រះដើម្បីសូមឲ្យបានកូនមកមួយបាទអញ្ចឹងហើយទាំងដែលការសូមហ្នឹងណាគឺគាត់គ្រាន់តែមានជំនឿទេគាត់មានតែជំនឿថាទុកចិត្តលើព្រះថាយ៉ាគាត់ទៅអស់ហើយគាត់ទៅរកគ្រូរកអីស្រួលគាត់អាចនឹងទៅរកអ្នកណាផ្សេងដើម្បីជួយគាត់ឲ្យអាចមានកូនគាត់ថាបានទេប៉ុន្តែគាត់អាចមានកូនបានអញ្ចឹងមានតែព្រះទេដែលអាចជួយគាត់បានអញ្ចឹងគាត់សុខចិត្តមកឯព្រះដើម្បីឲ្យព្រះទ្រង់ជួយអញ្ចឹងយើងឃើញថាមិនយូរប្រហែលនាងក៏ដូចបងនិយាយអញ្ចឹងថានាងក៏មានកូនអញ្ចឹងពាក្យអធិដ្ឋានទាំងអស់គឺសុទ្ធតែយើងមិនអាចរំពឹងគិតថា
វានឹងបានវាគឺជាព្រឹត្តិការណ៍ណាមួយកើតឡើងទេដូច្នេះហើយទើបយើងឃើញថាការអធិដ្ឋានមិនមែនគ្រាន់តែជាព្រឹត្តិការណ៍ដែលអាចនឹងកើតឡើងភ្លាមឲ្យយើងឃើញថាអូនេះជាការអស្ចារ្យនេះគឺជាព្រះពរមួយទេប៉ុន្តែការអធិដ្ឋានណាវាគឺជាទំនាក់ទំនងរវាងយើងជាមួយនឹងព្រះពេលខ្លះយើងចាត់ទុកព្រះថាជា food panda គ្រាន់តែចុចពុបបាន5ប្រហែលនាទីមកដល់ភ្លឹបតែម្ដងប៉ុន្តែព្រះទ្រង់មិនគិតប្រៀបដូចជាមួយនឹងយើងទេព្រះទ្រង់ក៏មិនឆ្លើយតបនៅសំណុំពររបស់យើងដែលយើងចង់បានតាមអ្វីដែលយើងចង់បានដែរពេលខ្លះដោយសារអីសំណុំពររបស់យើងគឺខុសពីព្រះハរតីរបស់ព្រះអង្គតើយើងគួរតែអធិដ្ឋានរបៀបណានៅក្នុងមេរៀនបន្តទៅមុខនេះយើងនឹងរៀនកាន់តែជ្រាលជ្រៅអំពីការអធិដ្ឋានរបៀបអធិដ្ឋានឲ្យត្រូវតាមព្រះハរតីរបស់ព្រះយើងឃើញនៅក្នុងព្រះគម្ពីរយ៉ូហានទី1ចំពុក5ខ14បានចែងថាយើងមានសេចក្តីក្លាហានយើងក៏មានសេចក្តីក្លាហានដល់ទ្រង់យ៉ាងដូចនេះដែរគឺថាបើយើងនឹងសូមអ្វីដែលត្រូវតាមព្រះハរតីទ្រង់នោះទ្រង់នឹងទទួលព្រមដូច្នេះយើងឃើញថាព្រះទ្រង់ត្រូវឲ្យយើងអធិដ្ឋានតាមព្រះハរតីរបស់ព្រះអង្គបើសិនជាយើងអធិដ្ឋានទៅមានអារម្មណ៍ថាអត់មានអីកើតឡើងនៅពេលខ្លះយើងត្រូវតែចេះឆែកមើលចិត្តគំនិតរបស់យើងថាតើចិត្តគំនិតរបស់យើងកំពុងតែអធិដ្ឋានរបៀបនេះដើម្បីអ្វីពេលខ្លះព្រះハរតីរបស់ព្រះល្អជាងគំនិតរបស់យើងកាន់តែឆ្ងាយទៀតមានរឿងជាច្រើនតែតងអំពីមនុស្សដែលខំអធិដ្ឋានសម្រាប់អ្នកដែលកំពុងតែឈឺរហូតដល់ស្លាប់ហើយគេខំអធិដ្ឋានយ៉ាងណាដើម្បីឲ្យមនុស្សនោះជាសះស្បើយវិញក៏ប៉ុន្តែចម្លើយនៃការជាសះស្បើយនោះគឺបែរទៅជាអត់មានទៅវិញគឺមនុស្សនោះត្រូវតែស្លាប់ហេតុអីបានព្រះមិនឆ្លើយតបតាមសំណុំពររបស់មនុស្សដែលកំពុងអធិដ្ឋាននោះគឺយើងមិនដឹងអំពីគំនិតរបស់ព្រះទេប៉ុន្តែព្រះハរតីរបស់ព្រះអង្គគឺសំខាន់ជាយើងឆ្ងាយណាស់ហើយព្រះハរតីរបស់ព្រះអង្គគឺដើម្បីសង្គ្រោះមនុស្សគឺមិនមែនដើម្បីដែលបំពេញបំណងរបស់មនុស្សឡើយព្រះទ្រង់ចង់សង្គ្រោះមនុស្សចូលទៅក្នុងនគរឋានសួគ៌ចឹងយើងមិនដឹងថាបើសិនជាមនុស្សដែលកំពុងឈឺនោះគាត់ជាហើយបែរទៅជាគាត់ដើរចោលព្រះគាត់ភ្លេចព្រះចឹងតើសេចក្តីអធិដ្ឋាននោះទៅជាយ៉ាងណាវិញព្រះនឹងបាត់បង់មនុស្សម្នាក់ពីនគរឋានសួគ៌ដូច្នេះហើយនៅពេលដែលការអធិដ្ឋានរបស់យើងគ្មានចម្លើយអ្វីដែលយើងចង់បានយើងត្រូវតែខំប្រឹងផ្ចិតផ្ចង់គំនិតរបស់យើងទៅកាន់ព្រះអធិដ្ឋានទៅរកទ្រង់សូមឲ្យទ្រង់កែច្នៃចិត្តរបស់យើងឲ្យត្រូវតាមព្រះハរតីរបស់ព្រះអង្គវិញអញ្ចឹងយើងឃើញថាការអធិដ្ឋានយើងអាចឲ្យយមន័យច្រើនសម្រាប់យើងរៀងខ្លួនអញ្ចឹងយើងពេលខ្លះយើងអាចថាការអធិដ្ឋានវាជាការបួងសួងការអធិដ្ឋានគឺជាការនិយាយជាមួយនឹងព្រះការអធិដ្ឋានគឺជាការថ្វាយបង្គំតាមអត្ថន័យដែលយើងឲ្យរៀងខ្លួនក៏ប៉ុន្តែយើងឃើញថាការអធិដ្ឋាននេះគឺសំខាន់មែនទែនការអធិដ្ឋានគឺជាការថ្វាយគ្រឿងក្រអូបទៅកាន់ព្រះអញ្ចឹងពេលដែលយើងទាំងអស់គ្នាប្រើពាក្យអធិដ្ឋានគឺត្រូវជាប្រើពាក្យអធិដ្ឋានឲ្យសមរម្យប្រើពាក្យអធិដ្ឋានឲ្យស្មោះត្រង់ហើយឲ្យពិតប្រាកដកុំឲ្យយើងលាក់លៀមនោះផងដែរការអធិដ្ឋានខ្លះមិនមែនជាការអធិដ្ឋានបញ្ជាទេហើយការអធិដ្ឋានគឺសូមឲ្យយើងមានតែសំណុំពរពាក្យទូលអង្វរហើយនឹងពាក្យលន់ទូលទោសទៅកាន់ព្រះតែប៉ុណ្ណោះអញ្ចឹងយើងឃើញថាពេលដែលយើងអធិដ្ឋានព្យាយាមកុំបញ្ជាព្រះអញ្ចឹងការបញ្ជាព្រះអធិដ្ឋានការបញ្ជាព្រះឧទាហរណ៍ថាបើសិនជាយើងអស់គ្នាអធិដ្ឋានសម្រាប់អ្នកជំងឺចុះអញ្ចឹងយើងចង់ឲ្យព្រះជួយឲ្យគាត់ឆាប់ជាប៉ុន្តែយើងអត់ដឹងថាតើយើងគួរបែបណាយើងក៏ចាប់ផ្ដើមទៅថាព្រះសូមព្រះទ្រង់ជួយព្យាបាលដោយអំណាចវិជាស្ដារបស់ព្រះសូមឲ្យព្រះជួយព្យាបាលឥឡូវឬក៏ថ្ងៃនេះយ៉ាងឆាប់យ៉ាងអីចឹងទៅអញ្ចឹងអានឹងបើថាយើងបញ្ជាឲ្យប៉ុន្តែបើសិនជាយើងដូរពាក្យអានឹងមកទៅសូមឲ្យព្រះទ្រង់ជួយលុបព្រះហូតដល់ស័ក្តិសិទ្ធិរបស់ព្រះដើម្បីព្យាបាលជំងឺរបស់អ៊ំស្រីឬក៏លោកយាយលោកតាដោយបំណងព្រះហត្ថីរបស់ព្រះអង្គចុះកុំឲ្យតាមចិត្តទូបង្គំចំនួនបាបឡើយអញ្ចឹងអានឹងគឺយើងគឺថាឲ្យត្រូវទៅតាមបំណងព្រះរបស់ព្រះមិនមែនតាមចិត្តយើងដែលយើងចង់បានឲ្យអាងដើម្បីថាអាងឲ្យតែគេឃើញថាយើងប្រកាសទៅឋានទៅឆាប់បានជាចាប់អីចឹងទៅអញ្ចឹងអានេះគឺជាការអធិដ្ឋានមួយដើម្បីពេលខ្លះយើងអាចនឹងច្រឡំពេលខ្លះអាចយើងភ្លេចខ្លួនអញ្ចឹងនេះគឺជាសារដាស់តឿនមួយដើម្បីថាពេលដែលយើងអធិដ្ឋានយើងកុំប្រើពាក្យបញ្ជាច្រើនជាងសំណុំពរទៅកាន់ព្រះនៅពេលដែលយើងជួបជាមួយនឹងអ្នកធំយើងត្រូវតែរៀននៅរបៀបនៃការនិយាយដែលត្រឹមត្រូវទៅតាមដំណាក់ហើយនឹងតំណែងរបស់អ្នកធំនោះក៏ប៉ុន្តែនៅពេលដែលអ្នកមកដល់ផ្ទះវិញតើអ្នកនិយាយយ៉ាងណាចំពោះម្ដាយរបស់អ្នកតើអ្នកនៅប្រើពាក្យយ៉ាប់នោះសម្រាប់ម្ដាយរបស់អ្នកឬក៏អ្នកនិយាយថាម៉ាក់អើយម៉ាក់
អ្នកនិយាយពាក្យដែលពោពេញទៅដោយសេចក្តីស្រឡាញ់នៅពេលដែលយើងអធិដ្ឋានតើយើងគួរតែអធិដ្ឋានប្រើពាក្យយ៉ាងណាពួកសាវកបានមកជួបជាមួយនឹងព្រះយេស៊ូវហើយសួរទ្រង់ថាលោកគ្រូអើយតើឲ្យយើងគួរតែអធិដ្ឋានរបៀបយ៉ាងណាសូមជួយបង្រៀនយើងអំពីការអធិដ្ឋានដោយលោកយូហានបានបង្រៀនសាវករបស់គាត់ដែរព្រះយេស៊ូវទ្រង់បានបង្រៀនសិស្សរបស់ទ្រង់ឲ្យយល់អំពីការអធិដ្ឋានដោយទ្រង់បានបង្រៀននៅក្នុងព្រះគម្ពីរម៉ាថាយជំពូក6ខ7ហើយនិងខ8ថាហើយកាលណាអធិដ្ឋាននោះកុំឲ្យពោលពីឥតប្រយោជន៍ផ្ទួនដូចជាពួកសាសដតីឡើយត្បិតគេស្មានថាព្រះទ្រង់នឹងស្ដាប់គេដោយគេពោលពាក្យជាច្រើនដូច្នេះកុំឲ្យអ្នករាល់គ្នាធ្វើដូចគេឡើយត្បិតព្រះបិតារបស់អ្នកទ្រង់ជ្រាបនៅរបស់អ្វីដែលអ្នកត្រូវការមុនដែលអ្នកសូមផងអញ្ចឹងយើងឃើញថាព្រះយេស៊ូវព្រះអង្គទ្រង់មិនមែនគ្រាន់តែមកនេះដើម្បីសគត់ជួបបាបយើងតែមួយមុខទេហើយក៏មិនមែនមកដើម្បីតែព្យាបាលឬក៏ធ្វើការអស្ចារ្យតែមួយមុខទេអញ្ចឹងព្រះអង្គមកគឺព្រះអង្គទ្រង់មកបង្រៀនធ្វើអីបង្រៀនឲ្យយើងចេះនិយាយចេះពិភាក្សាចេះអធិដ្ឋានជាមួយនឹងព្រះព្រោះនេះគឺជាពាក្យសម្រាប់ប្រើប្រាស់ជាមួយនឹងព្រះព្រោះនេះគឺជាការសន្ទនារវាងយើងជាមួយនឹងព្រះដូច្នេះហើយព្រះយេស៊ូវក៏ត្រូវបង្រៀនយើងឲ្យយើងដឹងពីបរិបទហើយនឹងដឹងអំពីអិយាប័ត្រក្នុងការប្រើពាក្យប្រើប្រាស់នៅអធិដ្ឋានកុំឲ្យយើងចូលទៅធ្វើអធិដ្ឋាននៅតាមជ្រុងផ្លូវដោយពួកអ្នកមានពុតឬក៏កុំឲ្យយើងដើរស្រែកអាឡូអាឡានៅតាមផ្សារដើម្បីអាងខ្លួនតែខ្លួនឯងជាអ្នកអធិដ្ឋានដិតដល់ឬក៏ជឿព្រះឲ្យខ្លាំងជាងទៅប៉ុន្តែព្រះយេស៊ូវបានទ្រង់មានបន្ទូលថាម៉េចដើម្បីឲ្យការអធិដ្ឋានរបស់អ្នកកាន់តែមានប្រសិទ្ធភាពដើម្បីឲ្យការអធិដ្ឋានរបស់អ្នកកាន់តែមានឥទ្ធិពលគឺត្រូវតែចូលទៅក្នុងបន្ទប់បិទបន្ទប់ចិត្តហើយអធិដ្ឋានចង់ចិត្តទៅកាន់ព្រះបិតាចុះអញ្ចឹងយើងឃើញតមកទៀតគឺនៅក្នុងព្រះគម្ពីរម៉ាថាយជំពូក6ខ9ដល់ខ15នោះគឺយើងឃើញតកតងទៅនឹងពាក្យអធិដ្ឋានដែលព្រះយេស៊ូវព្រះអង្គទ្រង់បង្រៀនអញ្ចឹងខ្ញុំគិតថាពួកអ្នកនរគ្នាអាចនឹងយល់ហើយអាចនឹងបានអាននៅក្នុងខប្រកប2នេះហើយអញ្ចឹងខ្ញុំគ្រាន់តែនិយាយអំពីអត្ថន័យនៃខនេះខ្លះអញ្ចឹងគឺព្រះយេស៊ូវព្រះអង្គទ្រង់បានមានបន្ទូលថានៅពេលដែលអ្នកអធិដ្ឋានគឺត្រូវឲ្យអ្នកអធិដ្ឋានថាព្រះបិតាដែលគង់នៅនគរឋានសួគ៌អើយសូមឲ្យនាមទ្រង់បានបរិសុទ្ធហើយសូមឲ្យរាជទ្រង់ឆាប់មកដល់សូមឲ្យព្រះតីរបស់ព្រះសម្រេចនៅផែនដីហើយក៏ដូចនៅឋានសួគ៌ដែរហើយសូមប្រទាននៅអាហារដែលទូលបង្គំត្រូវការជារៀងរាល់ថ្ងៃហើយសូមអត់ទោសចំពោះសេចក្តីកំហុសដែលទូលបង្គំបានធ្វើខុសត្បិតព្រះរាជាស្ដាហើយនឹងសេរីល្អរបស់ព្រះសូមឲ្យសិទ្ធិទេនៅអកលជានិច្ចហើយអាមែនអញ្ចឹងយើងឃើញនៅក្នុងរឿងទាំងអស់នេះគឺយើងឃើញមានចំណុចជាច្រើនដែលព្រះយេស៊ូវព្រះអង្គទ្រង់ចង់ឲ្យយើងអធិដ្ឋានគឺទី1ឲ្យយើងចេះសរសើរដំណឹងព្រះហើយឲ្យយើងចេះលើកព្រះនាមរបស់ព្រះឲ្យខ្ពស់ជាងនាមលើទាំងអស់ហើយឲ្យយើងចេះអធិដ្ឋានទូលអង្វរទូលសូមចេះនៅរបៀបសូមគឺសូមអ្វីដែលយើងត្រូវការមិនមែនសូមអ្វីដែលយើងចង់បានទេពេលដែលយើងអធិដ្ឋានគឺសូមអ្វីដែលយើងត្រូវការដូចជាមុខអាហារសម្លៀកបំពាក់ខ្យល់ដកដង្ហើមជីវិតប្រចាំថ្ងៃចឹងទៅហើយយើងក៏ឃើញទៅទៅនឹងការលន់ទោសដែរការអត់អន់ទោសដែរអញ្ចឹងការអត់អន់ទោសគឺយើងត្រូវការសុំទោសព្រះដើម្បីព្រោះសារយើងឃើញថាមួយថ្ងៃមិនដឹងថាយើងគិតអីគេខ្លះហើយយើងមិនដឹងថាយើងធ្វើអីខុសខ្លះអញ្ចឹងការដែលយើងសុំទោសព្រះគឺជាការមួយដែលយើងចេះសារភាពដែលព្រះថាអោម្នាក់នេះចេះសារភាពទៅព្រះទ្រង់ថាអូខេកូនមីនេះល្អចេះដឹងកំហុសចេះអីចឹងទៅអញ្ចឹងហើយក៏មួយទៀតគឺតកតងទៅនឹងការដឹងគុណអរព្រះគុណហើយនឹងសរសើរដំកើងទៀតគឺឲ្យយើងអរគ្នាចេះអរព្រះគុណដល់ព្រះដើម្បីឲ្យព្រះហត្ថលេខរបស់ព្រះបានសម្រេចនៅក្នុងយើងហើយបានសម្រេចនៅក្នុងផែនដីនេះផងដែរឥឡូវយើងក៏លេខទៅបណ្ដាញសង្គមរបស់យើងវិញម្ដងយើងដឹងថាឪពុកម្ដាយរបស់យើងស្រឡាញ់យើងមែនទេក៏ប៉ុន្តែយើងនៅតែផ្ញើរូបភាពផ្ញើសារសេចក្តីស្រឡាញ់របស់យើងទៅកាន់គាត់ជានិច្ចទោះបីជាយើងដឹងយ៉ាងណាក៏ដោយយើងមិនមែនអើពើថាម៉ែឪអញស្រឡាញ់អញហ្នឹងបើចាំផ្ញើឲ្យគាត់ដឹងបើចាំនិយាយមួយគាត់ទៅទៀតមែនទេការអធិដ្ឋានក៏ដូចគ្នាដែរបើសិនជាព្រះទ្រង់ជ្រាបទាំងអស់ហើយហេតុអីបានយើងចាំបាច់នៅអធិដ្ឋានទៀតគឺដូចកូននិយាយទៅកាន់ឪពុកម្ដាយថាកូនស្រឡាញ់ម៉ាក់កូនស្រឡាញ់ប៉ាទោះបីជាយ៉ាងណាក៏ដោយអញ្ចឹងយើងឃើញនៅត្រង់កន្លែងនេះយើងអធិដ្ឋានទៅកាន់ព្រះទោះបីជាទ្រង់ជ្រាបដឹងទាំងអស់ក៏ហើយក៏ដោយក៏ព្រះប្រៀបដូចជាឪពុកម្នាក់ដែលចាំមើលតែកូនជានិច្ចចង់ឲ្យកូននិយាយចង់ឲ្យកូនសួរទៅកាន់ទ្រង់ទោះបីជាទ្រង់ដឹងចម្លើយទ្រង់ដឹងរបៀបដែលត្រូវដោះស្រាយរួចហើយប៉ុន្តែព្រះទ្រង់នៅតែសប្បាយចិត្តនឹងការស្វាគមន៍យើងមកកាន់ទំនាក់ទំនងនៃការអធិដ្ឋានជាមួយនឹងព្រះអង្គអញ្ចឹងដូចបងនិយាយខាងលើអញ្ចឹងយើងឃើញតកតងទៅនឹងជាមួយនឹងគ្រួសារនៅពេលណាដែលកូនត្រូវការអ្វីមួយ
គឺយើងអាចដឹងហើយថាពុកម្ដាយយើងជាពុកម្ដាយយើងអាចដឹងថាអូកូនយើងត្រូវបានចង់បានអីកូនយើងត្រូវការអីកូនយើងត្រូវការកុំព្យូទ័រកូនយើងត្រូវការម៉ូតូជិះទៅរៀនយើងកូនយើងត្រូវការទូរស័ព្ទដៃដើម្បីមានការទំនាក់ទំនងជាមួយនឹងគ្រូអីចឹងទៅអញ្ចឹងយើងដឹងហើយប៉ុន្តែចេះថាពេលដែលកូនកំពុងតែរៀនហ្នឹងកំពុងតែរៀនហ្នឹងចុះបើសិនជាកូននឹងអត់ប្រាប់ថាគាត់ត្រូវការកុំព្យូទ័រហើយគាត់អត់ប្រាប់ថាគាត់ត្រូវការទូរស័ព្ទដៃគាត់អត់ប្រាប់ថាគាត់ត្រូវការកង់ជិះឬក៏អីផ្សេងអញ្ចឹងសួរថាយើងនឹងដឹងថាកូននឹងត្រូវការអត់អញ្ចឹងយើងដឹងហើយក៏ប៉ុន្តែយើងក៏ទៀមទាត្រូវការឲ្យកូនប្រាប់យើងដែរអញ្ចឹងគាត់ថាយើងកំពុងតែរៀនកូនឃើញកូនរៀនអញ្ចឹងថាឃើញកូនរៀនចារៀនទៅឃើញគាត់ចេះតែខំរៀនទៅសេខំអីអញ្ចឹងទៅយើងគាត់អត់ដែលទាយើងក៏យើងអត់ដឹងថាគាត់នឹងត្រូវការកុំព្យូទ័រដើម្បីសេហើយគាត់ក៏អត់ដឹងថាគាត់យើងអត់ដឹងថាគាត់ត្រូវការម៉ូតូជិះទៅរៀនដែរអញ្ចឹងឃើញគាត់ជិះកង់ទៅបានជិះទៅណាបាទអញ្ចឹងបើគាត់អត់សុំក៏ប្រាប់យើងអត់ដឹងទេអញ្ចឹងព្រះដូចគ្នាព្រះអង្គទ្រង់ចង់ឲ្យយើងទាំងអស់គ្នាចេះអធិដ្ឋានទៅកាន់ព្រះចេះទូលប្រាប់ព្រះចេះទូលសូមព្រះណាទៅព្រះទ្រង់ឆ្លើយតបនៅការអធិដ្ឋានមួយនោះអញ្ចឹងបើសិនជាយើងអធិដ្ឋានអត់បានសូមអ្វីដល់ព្រះអត់បានប្រាប់ព្រះថាយើងត្រូវការអីផងសួរតាយើងមិនដែរយើងខ្លាចទៅជាមនុស្សមិនដែរព្រះទ្រង់ចង់បង្ហាញយើងចង់បង្រៀនយើងឲ្យយើងចេះអធិដ្ឋាននេះគឺដើម្បីយើងចេះទំនាក់ទំនងចេះសូមព្រះចេះនិយាយប្រាប់ព្រះនៅអ្វីដែលយើងត្រូវការនេះឯងការអធិដ្ឋានណា1 2 3អញ្ចឹងយើងឃើញថាការអធិដ្ឋានឬក៏ការទូលសូមឬក៏កូនសូមឪពុកម្ដាយអីមួយគឺកូនតែជឿជាក់ថាពេលកូនសូមឲ្យដឹងតែបានហើយដឹងតែពុកម្ដាយដឹងឲ្យអញ្ចឹងយើងដូចគ្នាពេលដែលយើងទូលសូមព្រះអ្វីមួយគឺយើងត្រូវការឲ្យមានសេចក្តីជំនឿជឿលើព្រះថាព្រះនឹងប្រទានឲ្យទោះបីយូរនឹងឆាប់ក៏ដោយក៏យើងត្រូវការជឿទុកចិត្តលើព្រះដែរអញ្ចឹងនៅក្នុងព្រះគម្ពីរហេព្រើរជំពូក11ខ6បានសម្ដែងប្រាប់យើងថាបើឥតមានសេចក្តីជំនឿទេនោះមិនអាចនឹងគប់ដល់ព្រះハរតីព្រះបានឡើយត្បិតអ្នកណាដែលចូលទៅឯព្រះនោះត្រូវតែជឿថាមានព្រះមែនហើយថាទ្រង់ប្រទានរង្វាន់ដល់អស់អ្នកដែលស្វែងរកទ្រង់អញ្ចឹងនេះគឺជារង្វាន់នេះគឺជាសេចក្តីសន្យាពាក្យសន្យាដែលព្រះទ្រង់កំពុងតែសន្យាជាមួយយើងទាំងអស់គ្នាដែលថានៅពេលណាដែលយើងទាំងអស់គ្នាមានជំនឿជឿលើព្រះនោះព្រះទ្រង់នឹងមានរង្វាន់ដល់យើងអញ្ចឹងរង្វាន់របស់យើងអាចនឹងគិតថាគឺជាសេចក្តីសង្ឃឹមដែលពោពេញទៅដោយអាឡាភាពហើយក៏គឺជាជីវិតដ៏នៅអកលដែលទ្រង់នឹងប្រទានឲ្យយើងហើយយើងនឹងបានទៅនៅស្នាក់នៅនៅនគរឋានសួគ៌ជាមួយនឹងព្រះផងដែរដូច្នេះនៅថ្ងៃនេះបើសិនជាយើងកំពុងតែជួបបញ្ហាដោយលោកអេលីយ៉ាហើយកំពុងតែរត់នោះចូលឈប់ហើយអធិដ្ឋានទៅកាន់ព្រះបើសិនជាយើងកំពុងតែអធិដ្ឋានប៉ុន្តែអត់មានចម្លើយតាមអ្វីដែលយើងចង់បាននោះយើងត្រូវតែឈប់ហើយរៀបចំចិត្តរបស់យើងឲ្យត្រូវតាមព្រះハរតីរបស់ព្រះហើយបើសិនជាយើងមិនចេះអធិដ្ឋានមានខមួយចែងថាព្រះវិញ្ញាណបរិសុទ្ធទ្រង់ជ្រាបនៅអ្វីដែលយើងកំពុងតែចង់អធិដ្ឋានហើយទ្រង់នឹងរៀបចំការអធិដ្ឋានរបស់យើងឲ្យធ្វើម៉េចឲ្យទៅដល់ព្រះឲ្យព្រះទ្រង់យល់ដែរអញ្ចឹងយើងឃើញថាការអធិដ្ឋានរបស់យើងសំខាន់ណាស់ហើយដូចខមុនមកអញ្ចឹងសេចក្តីជំនឿគឺជាចំណុចសំខាន់ជាងគេបំផុតនៃម៉ាស៊ីននៃការអធិដ្ឋានរបស់យើងត្រូវតែជឿលើព្រះដូចផ្សាយក៏ថាកូនក្មេងជឿថាពុកម្ដាយនឹងទិញរបស់នោះឲ្យខ្លួនយើងត្រូវតែជឿលើព្រះថាទ្រង់នឹងផ្ដល់ឲ្យនៅគ្រប់អ្វីដែលយើងត្រូវការគ្រប់អ្វីដែលល្អបំផុតសម្រាប់យើងហើយនោះយើងអាចពឹងផ្អែកទៅលើព្រះជីវិតរបស់យើងក៏កែប្រែដែរនៅពេលដែលយើងអធិដ្ឋានទៅកាន់ព្រះគឺយើងកែប្រែពីចិត្តគំនិតបែបមនុស្សលោកទៅចិត្តគំនិតដូចជាព្រះវិញពេលដែលយើងខំប្រឹងអធិដ្ឋានទៅកាន់ព្រះនោះយើងនឹងផ្លាស់ប្រែចិត្តគំនិតរបស់យើងហើយយើងនឹងចង់បាននៅអ្វីដែលព្រះទ្រង់ចង់ឲ្យយើងផងដែរ Subscribe មកយើងបានសិក្សាតាក់ទងទៅនឹងរបៀបនៃការអធិដ្ឋានគឺយើងត្រូវការពេលដែលយើងអធិដ្ឋាននៅពេលណាដែលយើងទាំងអស់គ្នាមានអារម្មណ៍ថាយើងឯកោហើយបាក់ទឹកចិត្តខ្លាំងហើយយើងអធិដ្ឋាននៅពេលណាដែលយើងត្រូវការអ្វីមួយខ្លាំងរហូតដល់ថ្នាក់យើងឲ្យយើងយំក៏យើងអាចយំចេញដែរហើយនៅពេលដែលយើងអធិដ្ឋានក្នុងពាក្យនៃការប្រប្រាស់អធិដ្ឋាននោះគឺយើងត្រូវការប្រើពាក្យសរសើរមកខាងព្រះត្រូវការប្រើពាក្យអង្វរព្រះត្រូវការប្រើពាក្យអរព្រគុណព្រះហើយត្រូវការប្រើព្រះអធិដ្ឋានសុំទោសអត់អន់ទោសលន់ទួទោសទៅកាន់ព្រះដើម្បីឲ្យអីដើម្បីឲ្យព្រះទ្រង់សពព្រះハរតីក្នុងការនៅពេលដែលយើងអធិដ្ឋានឲ្យមានឥទ្ធិពលហើយព្រះទ្រង់នឹងឆាប់ឆ្លើយតបមកផងដែរអញ្ចឹងរបៀបនៃការអធិដ្ឋានយើងបានសិក្សាបើសិនជាពុកម៉ែអ្នកគ្នា
ចង់ឃើញឬក៏មានចម្ងល់អីគឺយើងអាចទៅរកឃើញនៅក្នុងព្រះគម្ពីរម៉ាថាយជំពូក6ខ9ដល់ខ15ខទាំងអស់នោះគឺជាខដែលព្រះយេស៊ូវព្រះអង្គបានបង្រៀនដល់ពួកសិស្សហើយយើងពេលយើងចង់អធិដ្ឋានយើងអាចរៀនពីអធិដ្ឋាននឹងតាមពាក្យនឹងក៏បានដែរអញ្ចឹងជាចុងបញ្ចប់ខ្ញុំសូមលើកទឹកចិត្តដល់ពុកម៉ែបងប្អូនទាំងអស់គ្នាឲ្យខិតខំប្រឹងប្រែងសិក្សានៅព្រះគម្ពីរហើយដើម្បីជួយកុំឲ្យយើងបាក់ទឹកចិត្តជួយកុំឲ្យយើងបឿនអត់អញ្ចឹងជាកិច្ចបញ្ចប់សូមចិត្តដើម្បីអធិដ្ឋានជាមួយនឹងពួកយើងទាំងអស់គ្នាអបព្រោះដាព្រះបុត្រានិងព្រះវិញ្ញាណបរិសុទ្ធដែលព្រះម្ចាស់គុណនៅកឋានសួគ៌ដ៏គង់ផុតអីប្រងើយក៏សូមអរគុណទ្រង់នៅសប្តាហ៍ថ្ងៃនេះដែលទ្រង់បានប្រទានជាពេលវេលាដល់ទូបង្គំដើម្បីសិក្សានៅព្រមទូព្រះសូមឲ្យព្រះអង្គជួយបង្រៀនឲ្យទូបង្គំចេះអធិដ្ឋានហើយសូមឲ្យព្រះអង្គជួយបង្រៀនឲ្យទូបង្គំបានមានសេចក្តីជំនឿជឿលើព្រះអង្គនៅពេលដែលគាត់អធិដ្ឋានផងដែរក៏សូមអធិដ្ឋាននៅក្នុងព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែនខ្ញុំបាទទាំងពីរនាក់សូមគោរពជម្រាបលាសូមជួបគ្នានៅវីដេអូក្រោយទៀត